គ្នាជាទីស្រឡាញ់រាប់អានអង្គគ្នាសុខសប្បាយជាទេថ្ងៃនេះព្រឹកមិញនេះខ្ញុំបានធ្វើប្រធានបទមួយដែលនិយាយអំពីជ្រុងទស្សនៈមួយនៃសេចក្តីស្នេហាឬក៏ជ្រុងមួយនៃសេចក្តីស្នេហាដែលខ្ញុំបានធ្វើការគិតពិចារណាហើយនឹងព្យាយាមស្វែងយល់ដែរព្រឹកមិញខ្ញុំបានធ្វើវីដេអូមួយហើយប៉ុន្តែដោយសារវីដេអូហ្នឹងវាមានរយៈពេលតែ3នាទីខ្ញុំនិយាយមិនទាន់គឺថាខ្ញុំនិយាយមិនទាន់អស់សេចក្តីអញ្ចឹងទៅខ្ញុំចប់ធ្វើវីដេអូមួយបន្តភាគទី2ដើម្បីនិយាយបន្តទៀតវីដេអូនេះចំណងជើងថាជ្រុងមួយនៃសេចក្តីស្នេហាទស្សនៈមួយនៃសេចក្តីស្នេហាអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺខ្ញុំតែពិចារណាហើយធ្វើការវិភាគនិងធ្វើការសិក្សានៅលើទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំឆ្លងកាត់តាមរយៈការអានសៀវភៅនិងការសិក្សាទាំងផ្នែកសាសនាទាំងផ្នែកវិទ្យាសាស្ត្រហើយដែលខ្ញុំមានទស្សនៈនៅលើផ្នែកនៃសេចក្តីស្នេហាហ្នឹងគឺថាសេចក្តីស្នេហាក្នុងโลกហ្នឹងគឺភាគច្រើនហ្មងគឺជាការទាមទារជាការចង់បានឲ្យដៃគូយល់ពីខ្លួនរបស់គាត់និយាយទៅគឺការទាមទារចង់ឲ្យគេយល់ចង់ទាមទារចង់ឲ្យគេយល់ព្រោះបុរសចង់ឲ្យស្ត្រីយល់ស្ត្រីចង់ឲ្យបុរសយល់ប៉ុន្តែមានតែមួយគូឯនៅក្នុងចក្រវាឡលោកយើងនេះដែលសេចក្តីស្នេហាគឺជាការផ្ដល់ឲ្យជាការលះបង់ខ្ញុំទទួលស្គាល់ថាមានសេចក្តីស្នេហាក្នុងโลกយើងនេះគឺមានប៉ុន្តែមិនបាន 100% ដូចជាគូស្នេហ៍របស់ព្រះសម្មាសម្ពុទ្ធនៃយើងជាមួយនឹងព្រះនាងពងពាទេគឺថាមានតែត្រឹមថាបើប្រពុត100 លើ 100 អញ្ចឹងសេចក្តីស្នេហាក្នុងមនុស្សក្នុងโลกនេះប្រហែលជាមានត្រឹម9ត្រឹម8 5 6 3 1 2 3ទៅតាមភាគរយទៅតាមនឹងអ្វីដែលខ្ញុំចង់សម្ដៅដល់គឺស្នេហារបស់ព្រះសម្មាសម្ពុទ្ធគឺស្នេហាជាការជួយគ្នាលះបង់នាងពំពានឹងបានប្រាថ្នាធ្វើជាកន្សែងសារពេចរបស់ព្រះសម្មាសម្ពុទ្ធគឺគ្រប់ជាតិគ្រប់ភពគឺព្រះនាងចង់ធ្វើជាអ្នកតាមបំពេញបារមីទានបារនោះចង់ជាអ្នកគេថាជួយបំពេញទានជួយបំពេញបារមីឲ្យព្រះសម្មាសម្ពុទ្ធដូចជាក្នុងករណីក្នុងរឿងមួយដែលយើងទាំងអស់គ្នាសិតតែចេះហើយខ្ញុំជឿជាក់ថាមនុស្សសម័យនេះហើយពុទ្ធសាសនាគឺគេហៅចែករំលែកក្នុងប្រព័ន្ធ social យើងនេះគឺច្រើនមែនទែនព្រះនាងបានគេថាពេលយប់មួយដែលព្រះសម្មាសម្ពុទ្ធចេញទៅបួសព្រះនាងដឹងថាព្រះពុទ្ធនឹងលួចចេញពីវាំងហើយទៅបួសជាមួយនឹងសេះជាមួយនឹងអ្នកមើលសេះម្នាក់ហ្នឹងណាអញ្ចឹងព្រះនាងដឹងតែព្រះនាងអត់ទៅតាមទេព្រះនាងសុខចិត្តនៅឈរនៅក្រោយអបតុបហ្នឹងណាគឺលួចមើលព្រះសម្មាសម្ពុទ្ធចេញទៅឲ្យគាត់យំគឺក្នុងចិត្តគាត់គឺចង់ឲ្យព្រះពុទ្ធហ្នឹងគឺទៅសម្រេចនៅការត្រាស់ដឹងណាដើម្បីជួយមនុស្សក្នុងភពផែនដីហ្នឹងនេះខ្ញុំនិយាយសង្ខេបវីដេអូមុនទេហើយគឺលះបង់ជួយបំពេញបារមីឲ្យព្រះពុទ្ធហើយលះបង់សេចក្តីសុខផ្ទាល់ខ្លួនណាហើយសួរថាប្រហែលអ្នកដែលអាចធ្វើដូចព្រះនាងបានប៉ុន្តែក្នុងហ្នឹងក៏មានមនុស្សធ្វើបានដែរប៉ុន្តែវាមិន 100% ដូចព្រះនាងពងពានិងព្រះសម្មាសម្ពុទ្ធក្រៅហ្នឹងគ្មានទេគឺទាមទារចង់ឲ្យម្នាក់យល់ពីម្នាក់ទាំងគេទាំងយើងទាំងខ្ញុំឯហ្នឹងគាត់ថាពេលយើងចេះដឹងយើងចេះពិចារណាចេះវិភាគទៅយើងអត់សូវខ្លាំងដូចកាលមុនឯយើងទាមទារដែរប៉ុន្តែយើងចេះពិចារណាហើយអ្នកខ្លះទៀតសេចក្តីស្នេហាខ្លះទៀតបើមិនបានដោយបំណងឧទាហរណ៍គាត់ស្រឡាញ់អ្នកណាម្នាក់ហើយអ្នកហ្នឹងអត់បានអ្នកហ្នឹងមកដោយបំណងគាត់ស្រឡាញ់ទេគាត់ស្រឡាញ់បាត់មុខគេមិនបានស្រឡាញ់គេណាអីណាប៉ុន្តែគ្រាន់តែមិនបានគេជាគូស្នេហ៍របស់គាត់ហ្នឹងមិនថាប្រុសស្រីខ្លះធ្វើបាបថាខ្លះតាមររឿងតាមសម្លាប់គ្រប់បែបយ៉ាងអាហ្នឹងមិនជាសេចក្តីស្នេហាទេជាការទាមទារជាតណ្ហាជារឿងអាក្រក់ឯងតែអ្នកដែលស្រឡាញ់ពិតប្រាកដណាគឺថាបើម្នាក់ហ្នឹងមានសេចក្តីសុខអ្នកហ្នឹងសុបាយគឺគាត់ក៏សុបាយដែរគាត់មិនចង់បានអីទេអាហ្នឹងបានពេញលេញជាសេចក្តីស្នេហាដែលបរិសុទ្ធដែលត្រឹមត្រូវគឺផ្ដល់ឲ្យគាត់ឃើញដៃគូគាត់ជួបអ្នកថ្មីគាត់សុបាយចិត្តគាត់អបអរគាត់ទោះបីថាម្នាក់ហ្នឹងមិនបានមកគាត់មែនតែគាត់សុបាយចិត្តនឹងឃើញគូមិនគូស្នេហ៍ចង់ឃើញមនុស្សស្រីឬជាបុរសដែលគាត់ស្រឡាញ់ហ្នឹងមានក្តីសុខគាត់ក៏មានក្តីសុខដែរបើសិនជាអ្នកទាំងអស់គ្នាដែលមើលវីដេអូនេះយើងបានលួចស្រឡាញ់អ្នកណាម្នាក់ហើយឃើញគេមានក្តីសុខ
យើងក៏មានក្តីសុខអាហ្នឹងពិសេសមែនតើគឺចិត្តអ្នកទាំងអស់គ្នាគឺល្អខ្លាំងណាស់គឺមិនបានដល់ព្រះសម្មាសម្ពុទ្ធនិងព្រះនាងពំពីប៉ុន្តែវាក្រុមហ្នឹងប៉ុន្តែក៏ក្នុងចំណាត់ថ្នាក់ដែលល្អមែនតើគឺថាឃើញអ្នកនឹងមានក្តីសុខអ្នកនឹងសុបាយចិត្តយើងក៏សុបាយចិត្តដែរអាហ្នឹងនិយាយគូស្នេហ៍ធម្មតាហើយបើមួយទៀតបើខ្ញុំពិចារណាមួយទៀតគឺក្តីស្នេហារវាងគ្រួសាររវាងឪពុកចំពោះកូនកូនចំពោះឪពុកខ្ញុំជឿជាក់ថាបើកូនចំពោះឪពុកមិនខ្លាំងដោយឪពុកម្ដាយចំពោះកូនទេឪពុកម្ដាយចំពោះកូនណាបើសិនជាឃើញកូនជួបដៃគូជីវិតត្រឹមត្រូវកូនមានក្តីសុខគឺគាត់សុបាយហ្មងគាត់សុបាយចិត្តគាត់រីករាយគាត់រហូតដល់ខ្ញុំអាចនិយាយពាក្យនេះចំពោះខ្លួនឯងខ្ញុំថាអ្នកដែលស្រឡាញ់ខ្ញុំមិនប្រែប្រួលហើយបរិសុទ្ធហើយខ្លាំងក្លាគឺអ្នកទី1គឺឪពុករបស់ខ្ញុំគឺប៉ារបស់ខ្ញុំគឺគាត់មិនប្រែប្រួលទោះបីយើងខ្លាចជាល្អធូលីក៏គាត់នៅស្រឡាញ់ដែរប៉ុន្តែចំពោះដៃគូស្នេហ៍របស់យើងវិញអាចថ្ងៃក្រោយយើងធ្លាក់ទៅយើងប្រែប្រួលទៅរូបសម្រស់មិនស្អាតយើងខ្វះខាតយើងស្អីដល់ដតីទៀតដែលខ្ញុំមិនអាចរៀបរាប់នៅខ្លះក្តីស្នេហាគាត់សំដៅលើលុយលើសម្រស់លើទ្រព្យលើវិជាលើសក់លើស្អីផ្សេងដែលគាត់សំដៅយកថាអ្វីដែលជាផ្គប់តណ្ហាគាត់តែក្តីស្នេហាចំពោះឪពុកម្ដាយជាពិសេសឪពុកឬក៏ម្ដាយអ្នកខ្លះមានឪពុកឬអ្នកខ្លះមានតែម្ដាយហ្នឹងគឺគាត់ស្រឡាញ់មិនប្រែប្រួលមកទោះបីកូនឈឺដេកកទេងាប់ក៏គាត់នៅតែស្រឡាញ់គឺភាគច្រើនប៉ុន្តែក្នុងនោះក៏មានភាគតិចដែលគាត់អត់ស្រឡាញ់កូនគាត់ខ្ញុំមិនដឹងដែរប៉ុន្តែភាគច្រើនគឺអញ្ចឹងគឺគាត់ស្រឡាញ់ខ្លាំងគាត់មិនប្រែប្រួលទេហើយបន្តមកទៀតដៃគូជីវិតរបស់យើងហ្នឹងអាចមានអ្នកខ្លះក្នុងចំណោមគេថាបើថារាប់លេខរៀងក្រោមពីពុទ្ធមកនៅ 80% ដែលស្រឡាញ់90 70 50ដែលគាត់ស្រឡាញ់ឬក៏ 1% គាត់ស្រឡាញ់យើងតែពេលថ្ងៃក្រោយយើងទៅជាមនុស្សគ្មានន័យវិកលចរិតគាត់លែងស្រឡាញ់យើងក្រយើងអស់រូបសម្ផស្សគាត់លែងស្រឡាញ់យើងអានឹងស្នេហានឹងជាមិនបរិសុទ្ធទេមិនពេញលេញទេនិយាយទៅស្នេហាចំពោះខ្ញុំគឺជាការផ្ដល់ឲ្យជាការជួយគ្នាខ្ញុំយកគំរូរបស់ព្រះសម្មាសម្ពុទ្ធគឺជាការជួយបំពេញគ្នាទៅវិញទៅមកជាការផ្ដល់ឲ្យទោះជាម្នាក់នឹងខ្លាចទៅជាស្អីក៏ដោយគឺយើងនៅតែមានចិត្តស្រឡាញ់ខ្ញុំនិយាយនេះក៏ខ្ញុំបានឆ្លងកាត់រឿងព្រឹកនៅក្នុងជីវិតច្រើនដែរការខ្ញុំធ្វើការមានមេរបស់ខ្ញុំមេប្រុសហ្នឹងណាដូចជាឪពុករបស់ខ្ញុំគឺគាត់ស្រឡាញ់សូម្បីតែថ្ងៃដែលគាត់ស្លាប់គាត់ទេប្រាប់សេកតាគាត់និយាយមួយសេកតាមែនទេគាត់ស្លាប់បាន2ឆ្នាំហើយបានខ្ញុំដឹងថាគាត់ថាកុំឲ្យប្រាប់ថាគាត់ស្លាប់ដល់ខ្ញុំដែលខ្ញុំនៅបារាំងនេះកុំឲ្យខ្ញុំបាក់ចិត្តព្រោះអីការខ្ញុំនៅខ្មែរគឺខ្ញុំពិបាកណាខ្ញុំធ្វើការគេធ្វើបាបខ្ញុំគឺគាត់នឹងឯងដែលជួយខ្ញុំហើយដូចជាឪពុកខ្ញុំអញ្ចឹងប៉ុន្តែធ្លាប់មានគេថាដែរថាពេលដែលខ្ញុំទៅញ៉ាំអីមួយគាត់ទៅណែនាំប្រាប់មិត្តភ័ក្តិនេះមេហៅមកចូលរួមកម្មវិធីអញ្ចឹងណាមានបងស្រីចាស់ដែលគាត់កែភ្នែករបស់គាត់មើលឃើញគាត់ថាគាត់នឹងគឺគាត់នឹងបានស្រឡាញ់ខ្ញុំក្នុងកែភ្នែកគាត់មើលទៅគឺគាត់ស្រឡាញ់ខ្ញុំប៉ុន្តែគាត់មិនធ្វើអីខ្ញុំទេគឺគាត់ផ្ដល់ការងារឲ្យខ្ញុំគាត់ស្រឡាញ់ខ្ញុំគាត់បង្រៀនខ្ញុំគាត់ជួយខ្ញុំជួយទំនុកបំណងផ្នែកផ្លូវចិត្តការធ្វើការតែគាត់មិនដែលបាននិយាយថាគាត់ស្រឡាញ់ខ្ញុំហើយខ្ញុំក៏អត់ដឹងដែរតែអ្នកចាស់ហ្នឹងគឺគេមើលគេថាគាត់ស្រឡាញ់ខ្ញុំតែខ្ញុំមានអារម្មណ៍ថាគាត់ស្រឡាញ់ក្នុងនាមជាឪពុកនិងកូនទេគ្មានស្អីទេទោះបីអ្នកនរនេះចាត់ទុកថាស្រឡាញ់មិនមែនទេគឺស្រឡាញ់មិនដឹងក្នុងន័យអីអត់ដឹងប៉ុន្តែដល់ថ្នាក់ដែលគាត់ស្លាប់ហើយក៏គាត់ប្រាប់គេថាគុំប្រាប់ថាគាត់ស្លាប់កុំឲ្យខ្ញុំបាក់ចិត្តឲ្យគាត់ចង់ឲ្យខ្ញុំចាំរូបភាពល្អដែលគាត់បានបង្រៀនខ្ញុំផ្នែកធ្វើកិច្ចការងារ medical ហ្នឹងខាងលក់ម៉ាស៊ីនលក់អីចឹងទៅគាត់បង្រៀនខ្ញុំព្រោះអីគាត់ boss ហើយចឹងទៅបានខ្ញុំយល់ហើយសូម្បីតែប៉ារបស់ខ្ញុំមនុស្សទី1ដែលខ្ញុំចង់និយាយនេះគឺជាប៉ារបស់ខ្ញុំទៀតពេលដែលគាត់ស្លាប់ពេលដែលគាត់ឈឺសូម្បីតែខ្ញុំនៅក្នុងពេទ្យមើលថែគាត់តាមគាត់ហ្នឹងខ្ញុំមានផ្ទៃពោះកណ្ដឹងគាត់មិនឲ្យគេដាស់ខ្ញុំទេគាត់ដឹងថាខ្ញុំតែអត់ល្ងួយគឺឈឺហើយតែខ្ញុំចង់ទៅកដោគាត់កណ្ដឹងនៅអញ្ចឹងហើយគាត់ថាឲ្យដាស់ទេគាត់ស្រឡាញ់ហើយអ្វីដែលគាត់មើលមកខ្ញុំកែភ្នែកគាត់មើលមកខ្ញុំគឺគាត់ស្រឡាញ់គាត់ចង់ផ្ដល់ឲ្យនៅគុណតម្លៃអីមួយនៅទ្រព្យអីមួយជីវជាអីមួយដូចមេរបស់ខ្ញុំអញ្ចឹងអ្នកទី1ក្នុងជីវិតរបស់ខ្ញុំគឺប៉ារបស់ខ្ញុំអ្នកទី2គឺប្តីជាទីស្រឡាញ់របស់ខ្ញុំគាត់មិនចេះនិយាយច្រើនដូចគេគាត់ចេះនិយាយតែគាត់ផ្ដល់ឲ្យខ្ញុំគឺកាយវិការ
កាយវិការយកចិត្តទុកដាក់នឹងក្តីស្រឡាញ់របស់គាត់នឹងតាមរយៈកាយវិការគឺគាត់ផ្ដល់ឲ្យគាត់មិនបានជាប់ដំណាក់ថ្នាក់100 លើ100ទេប៉ុន្តែគាត់នៅក្រោមក្តីស្រឡាញ់ផ្ដល់ឲ្យគឺរបៀបជាប្តីបំពេញការខ្វះខាតនឹងហើយមេរបស់ខ្ញុំហើយនឹងមានមេស្រីមេប្រុសខ្ញុំជាច្រើនអ្នកទៀតដែលគាត់ស្រឡាញ់ហើយគាត់ផ្ដល់ឲ្យហើយក្នុងនោះក៏មានមនុស្សអាក្រក់ដែរមនុស្សអាក្រក់ដែលព្យាយាមធ្វើបាបខ្ញុំស្រឡាញ់ក្នុងរបៀបថាធ្វើបាបក៏តាមកំតិចខ្ញុំតែកំតិចអត់ងាប់វាមិនថន់ដល់ពេលងាប់គាត់ស្រឡាញ់ទៅពេលឃើញយើងនៅម្នាក់ឯងអត់មានប្តីចឹងគាត់តាមញ៉ែទៅពេលយើងថាមានប្តីហើយគាត់ប្លុកយើងចោលអត់មានអូច្រើនមែនតើអញ្ចឹងរឿងរ៉ាវជីវិតដែលខ្ញុំឆ្លងកាត់ហ្នឹងគឺមានច្រើនហើយបានខ្ញុំចេះពិចារណាលើកយកហេតុផលថាស្នេហាក្នុងโลกនេះគឺជាតណ្ហានាំមកតែស្នេហាផ្ដល់ឲ្យហ្នឹងគឺមានតិចមែនតើសង្ឃឹមថាអ្នកទាំងអស់គ្នាចេះបែងចែករវាងក្តីស្នេហាពិតប្រាកដនិងក្តីស្នេហានៃការទៀមទាបែងចែកច្បាស់ហើយអ្នកទាំងអស់គ្នាណាដែលស្រឡាញ់គេហើយទៀមទាចង់បានប្រយោជន៍តែពីក្តីស្នេហាហ្នឹងមិនពិតទេមិនជាក្តីស្នេហាបរិសុទ្ធទេគឺស្នេហាខ្លាំងចំពោះខ្ញុំស្នេហាពិតគឺផ្ដល់ឲ្យគាត់បង្រៀនគាត់ជួយគាត់មិនថាជាប្តីជាប្រពន្ធជាកូនជាណាក៏ដោយព្រោះក្តីស្នេហាហ្នឹងនិយាយទៅវាទលំទលាយខ្លាំងវាសំបីតែក្តីស្នេហាចំពោះប្រទេសជាតិក៏ជាក្តីស្នេហាមួយដែរយើងមិនទីមទាទេគឺយើងផ្ដល់ឲ្យគាត់បំពេញនៃឲ្យគាត់អូខេអ្នកនរគ្នានិយាយទៅគឺវែងឆ្ងាយមែនតើខ្ញុំថ្ងៃនេះនិយាយតែប៉ុណ្្នឹងឯងដោយសារព្រឹកមិញហ្នឹងធ្វើបានតែ3នាទីដោយសារខ្ញុំធ្វើឲ្យខ្ញុំបញ្ញាទៅបេះផ្កានិងធ្វើម្ហូបឲ្យកូនជាទីស្រឡាញ់ឲ្យប្តីរបស់ខ្ញុំញ៉ាំណាហើយឥឡូវនេះដោយសារតែខ្ញុំធ្វើម្ហូបឲ្យអស់ហើយខ្ញុំនឹកឃើញថាខ្ញុំដូចជាចង់និយាយឲ្យពេញលេញហ្មងឲ្យមានឧទាហរណ៍ទៀតហើយធ្វើទុកជាកម្រអនុស្សាវរីយ៍សម្រាប់ថ្ងៃអង្គារដ៏មានន័យហ្នឹងហើយទុកស្ដាប់ខ្លួនឯងហើយទុកឲ្យកូនជាទីស្រឡាញ់ប្តីអីស្ដាប់ទៅហើយអ្នកណាក៏ដោយដែលអាចមើលឃើញវីដេអូនេះអាចយកទៅពិចារណាឬក៏មានការខ្វះខាតឬក៏ថានិយាយនឹងអត់ត្រូវទេអ្នកនរគ្នាអាចធ្វើការ comment ក្រោមវីដេអូហ្នឹងគឺខ្ញុំស្វាគមន៍ហើយបើសិននិយាយខុសខ្ញុំសុំទោសហើយវាជាទស្សនៈអញ្ចឹងវាជាទស្សនៈវាអត់មានខុសមានត្រូវទេយើងឆ្លងកាត់ទៅយើងក៏បានពិចារណាដល់យើងក៏លើកយកមកនិយាយអញ្ចឹងណាអ្នកនរគ្នាអូខេណាអរគុណច្រើនរីករាយសំណាងល្អអ្នកនរគ្នាសូមឲ្យអ្នកនរគ្នាជួបនៅសេចក្តីស្នេហាពិតមានតែការផ្ដល់ឲ្យគ្នានឹងគ្នាអូខេអរគុណច្រើនបាយបាយ